ប្រមុខការពីជាតិច្បាស់ណាស់កាលនោះគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកានោះមកផ្ទះខ្លួនឯងនោះទេឯកឧត្តមនាយឧត្តមសេនីយ៍ទីសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានឆ្លើយតបទៅយោធាថៃចោទថាកម្ពុជាបង្វែរកានោះកំភ្លើងទៅភូមិឋាននិងមន្ទីររបស់យោធាថៃប្រមុខការពារជាតិបានលើកឡើងថានេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងបំពាក់សពាវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកានោះមកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបើតាមឯកឧត្តមនាយឧត្តមសេនីយ៍ជំរើសសន្តិវិធីគឺជាការចរចារវាងរាជរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងៗចំពោះផ្នែកយោធាគឺជាជំរើសចុងក្រោយយើងត្រៀមខ្លួនរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ